យើងធ្វើដំណើរប្រមាណជា35គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបងដើម្បីទៅទស្សនាអាងកំពីងពួយដែលកសាងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យអំឡុងទសវត្សរ៍ទី76អាងកំពីងពួយស្ថិតនៅចន្លោះភ្នំពីរគឺភ្នំគល់និងភ្នំតាងែនក្នុងឃុំតាក្រៀមស្រុកបាណន់ចម្ងាយប្រមាណ19គីឡូម៉ែត្រពីផ្លូវជាតិលេខ57អតីតផ្លូវជាតិលេខ10នៅចន្លោះភ្នំក្រពើនិងភ្នំទ្រង់មន់ទំនប់អាងមានបណ្ដោយ 7500 ម៉ែត្រនិងទទឹង 1900 ម៉ែត្រដែលអាចផ្ទុកទឹកបានចំនួន110លានម៉ែត្រគូបនៅក្នុងរដូវវស្សាហើយក៏ជាប្រភពទឹកសម្រាប់ស្រោចស្រពតាមសេចក្តីត្រូវការក្នុងវិស័យកសិកម្មអាងកំពីងពួយមិនគ្រាន់តែផ្ដល់ប្រយោជន៍យ៉ាងច្រើនក្នុងវិស័យកសិកម្មមួយមុខតែប៉ុណ្ណោះទេជាពិសេសលើពីនេះទៅទៀតបានផ្ដល់ប្រយោជន៍យ៉ាងសំខាន់សម្រាប់បម្រើលើវិស័យទេសចរណ៍គឺជារមណីយដ្ឋានមួយដែលទេសចរជាតិនិងអន្តរជាតិនិយមលំហែកាយស្រូបយកខ្យល់អាកាសបរិសុទ្ធទស្សនាភ្នំងូតទឹកនិងជិះទូកលេងនៅក្នុងបឹងឈូកដ៏ធំល្វឹងល្វើយលោកអ្នកនឹងប្រទះឃើញសត្វស្លាបជាច្រើនស្វែងរកអាហារនៅក្នុងបឹងឈូកដែលមានទឹកថ្លាដូចកញ្ចក់ទីនេះគឺជារមណីយដ្ឋានដ៏សមរម្យដោយមានការសាងសង់ជាកញ្ចក់ជាច្រើននៅតាមមាត់ទឹកលោកអ្នកអាចជួបជុំគ្នាទទួលទានអាហារក្នុងបរិយាកាសស្ងប់ស្ងាត់និងហុំព័ទ្ធទៅដោយទេសភាពដ៏ស្រស់ត្រកាលនៅវគ្គបន្តខ្មែរទ្រីបនឹងនាំលោកអ្នកទៅទស្សនាតំបន់ទេសចរណ៍សំខាន់ៗជាច្រើនទៀតនៅក្នុងប្រជាជាតិកម្ពុជា